រថភ្លើងដែលក្រឡាប់ប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភៀកពីយប់កម្ពុជាជុំវិញករណីស្រុតផ្លូវរថភ្លើងបណ្ដាឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លីប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដៃគឺដៅខាងជើងស្ថិតនៅភូមិច្រេះឃុំអូតប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះគឺមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពមកពីណានាំចូលតាមណាក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ 65035 បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនសូគីមិចប្រភពនាំចូលពីសង្ហបុរីតាមកំពង់ផែស្វាយ័តក្រុងប្រស័យហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រីងខេត្តបាត់ដំបងដើម្បីចែកចាយខេត្តភៀកពីយប់ប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ